ថប្រយោជន៍នៃទឹកដូងខ្ចីទឹកដូងខ្ចីមានកាឡូរីទាបត្រឹម50ក្នុងមួយពែងហើយជាភេសជ្ជៈពីធម្មជាតិដែលជួយផ្ដល់ថាមពលអត្ថប្រយោជន៍សំខាន់មានដូចជា 1. អាហារូបត្ថម្ភមានកម្រិតកាបូអ៊ីដ្រាតទាបនិងខ្លាញ់សេរី 99% មានសារធាតុសូយ៉ូម កាល់ស្យូមនិងម៉ាញ៉េស្យូមសម្បូរប៉ូតាស្យូមរហូតដល់515មីលីក្រាមក្នុងទឹកដូងមួយផ្លែច្រើនជាងចេកមួយផ្លែជួយបេះដូងដើរបានទៀងទាត់និងជួយដល់សាច់ដុំសរសៃប្រសាទនិងតម្រងនោម 2. ពង្រឹងប្រព័ន្ធភាពផ្សំមានអាស៊ីតឡូរិកដែលប្រឆាំងនឹងវីរុសបាក់តេរីនិងផ្សិតជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗដូចជាជំងឺគ្រុនក្តៅ 3. បំពេញជាតិទឹកស្ដារឡើងវិញនៅវត្ថុរាវដែលរាងកាយបាត់បង់ជាជំរឿជំនួសភេសជ្ជៈបើកម្លាំងដែលមានជាតិស្ករច្រើនមានជាតិស្ករធម្មជាតិដែលរាងកាយស្រូបយកបានងាយជួយអ្នកមានជំងឺរាគរូសពេលផឹកគួរដាក់អំបិលបន្តិច 4. ការពារផ្លូវទឹកនោមបង្កើនការផលិតទឹកនោមនិងការបោះចង្តូចជួយសម្អាតផ្លូវទឹកនោមនិងការពារការរលាក